សួស្តីបងប្អូនថ្នាក់ទី4ទាំងអស់គ្នាថ្ងៃនេះលោកគ្រូមានមេរៀនមួយទៀតគឺតាក់ទងទៅនឹងការបដូរឯកតារង្វាស់ពេលវេលា2នាទីទៅម៉ោងឧទាហរណ៍យើងមាន120នាទីតើ120នាទីស្មើនឹងប៉ុន្មានម៉ោងវិញចឹងដើម្បីបដូរពីនាទីទៅម៉ោងយើងត្រូវតែដឹងថា60នាទីគឺស្មើនឹង1ម៉ោងបើសិនជា60នាទីស្មើនឹង1ម៉ោងចុះទម្រាំតែ120នាទីវិញតើស្មើនឹងប៉ុន្មានម៉ោងវិញបើសិនជា60នាទីស្មើ1ម៉ោងបាត់ទៅហើយចុះទម្រាំតែ120នាទីចឹងតើយើងធ្វើប្រមាណវិធីអីកន្លែងនេះយើងមិនអាចទៅគុណបានទេគឺមានតែចែកយើងចែកនាទីឲ្យទៅជាម៉ោងអញ្ចឹងមានន័យថាយើងយកប្រមាណ120នាទីចែកនឹងប្រមាណអញ្ចឹងដូចបងប្អូនដឹងហើយថា60នាទីគឺស្មើនឹង1ម៉ោងអញ្ចឹងយើងត្រូវយកនាទីនោះទៅចែកនឹង60តើ120ចែក60ប្រមាណដងស្មើនឹង120អញ្ចឹងបងប្អូនមើលនេះ2ខ្ទង់ជាមួយនឹងនេះ1ខ្ទង់ថា12ចែក6ប្រមាណដងស្មើ10 12អញ្ចឹង6មាន6 2ដងអញ្ចឹងយើងចាប់ដើមគុណមក2 0ដង0 2 6ដង10 12អញ្ចឹងយើងអាចដកបានយើងអត់បន្ថយទេបើមិនយើងអាចដកបានឡើយនេះហើយយើងទុកនៅដដែល120ដកនឹង120គឺនៅសល់0បើយើងដកតាមខ្ទង់0ដក0គឺសល់0 2ដក2នៅសល់0 1ដក1នៅសល់0អញ្ចឹងចម្លើយដែលយើងចែកឃើញនេះឃើញ2នេះតើ2នេះគឺជា2អី2ហ្នឹងគេហៅវាថាជាម៉ោងចំណែកឯសំណល់ដែលសល់0នេះសំណល់ដែលសល់0នេះគេហៅវាថាជានាទីគឺ0នាទីអញ្ចឹងមានន័យថាម៉េចមានន័យថា120នាទីនេះគឺស្មើនឹងប្រមាណម៉ោងគឺស្មើនឹង2ម៉ោង2ម៉ោងនឹង00នាទីតែ0ជាទៅសំណល់សល់0យើងអត់សរសេរទេគឺយើងបានឃើញថា120នាទីនេះគឺស្មើនឹង2ម៉ោងអញ្ចឹងមានន័យថាម៉េចមានន័យថារាល់ការបដូរពីនាទីទៅម៉ោងគឺយើងត្រូវចែកនឹង60ឧទាហរណ៍មួយទៀតថាបើសិនជាយើងចែកទៅនៅមានសំណល់តែយើងគិតដូចម្ដេចយើងមាន310នាទីតើស្មើនឹងប៉ុន្មានម៉ោងហើយនឹងប៉ុន្មាននាទីចឹងដូចបងប្អូនបានដឹងមុននឹងអញ្ចឹងថាដើម្បីបដូរពីនាទីទៅម៉ោងយើងត្រូវចែកនឹង60យកចំនួននាទីចែកនឹង60អញ្ចឹងយើងយក310នាទីចែកនឹង60អញ្ចឹង310ចែក60តែ60ប្រមាណដងស្មើនឹង310អញ្ចឹងបងប្អូនត្រូវមើលលេខនៅខាងនេះចំនួន2ខ្ទង់ជាមួយនឹងលេខខាងនេះ1ខ្ទង់សិនថាតើ31ចែក6ប្រមាណដងស្មើនឹង31គឺមានតែ6 5ដង5 0ដង0 5 6ដង30ចេញអាចដកបានចឹង5នេះយើងទុកនៅដដែលតើមកយើងចាប់តាមដក0ដក0ស0 1ដក0នៅស1 3ដក3នៅស0ចឹងដោយបងប្អូនបានដឹងមុននឹងអញ្ចឹងថាផលចែកដែលយើងចែកឃើញគេហៅវាថាជាអីជាអ្វីជាម៉ោងចំណែកសំណល់នេះគឺគេហៅវាថាជានាទីមានន័យថា310នាទីនេះស្មើនឹងប៉ុន្មានម៉ោងនិងប៉ុន្មាននាទីអញ្ចឹង310នាទីយើងចែកឃើញមិញគឺឃើញប៉ុន្មានឃើញ5មានន័យថាឃើញ5ម៉ោងចំណែកនៅសំណល់គេហៅវាថាជានាទីអញ្ចឹងនៅសល់ប៉ុន្មាននាទីនៅសល់10នាទីអញ្ចឹងមានន័យថា310នាទីគឺស្មើ5ម៉ោងនិង10នាទីនេះគឺជាការបដូររង្វាស់ពេលវេលា2នាទីទៅម៉ោងគឺយើងធ្វើប្រមាណវិធីចែក